បងប្អូនគួរតែទៅផ្លាស់ប្ដូរអារម្មណ៍ម្ដងយើងធ្លាប់តែជួយទិញបងប្អូនខ្មែរយើងណាតែថ្ងៃនេះអ្នកលក់សិតសឹងតែជាបរទេសប៉ុន្តែសូមបញ្ជាក់ក៏មានបងប្អូនអាជីវករដែលជាខ្មែរយើងច្រើនដែរចេញពីធ្វើការល្ងាចហ្នឹងទៅមានស្តង់រហូតដល់55ស្តង់ហើយការតាំងពីពណ៌របស់គេនឹងដែរគឺថាអូឈៀលខ្លាំងមែនតើមានសិតតែអកកេះអកកដងណា DJ DA ចាក់ពេញហ្នឹងអូយគ្រាន់តែមើលក៏ដឹងថាសប្បាយប៉ុណ្ណាដែរកុំភ្លេចទៅទាំងអស់គ្នាល្ងាចហ្នឹងហើយថ្ងៃស្អែកនិយាយទៅនៅសល់15 16ហ្នឹងទៀតគេប្រពធ្វើ3ថ្ងៃរហូតអ្នកទាំងអស់គ្នា14 15 16ពេលចេញពីផ្ទះទៅហ្នឹងគឺថាគ្រាន់តែទៅថតទេតែតាមពិតមានឯណាគ្មានដើរហួសមកកន្លែងទេគ្រាន់តែដើរកាត់ឈ្ងុយហើយតំណងម្លឹងឲ្យហួសមិនដេចកម្មវិធីនេះគឺជាកម្មវិធីតាំងពីពណ៌ Francophone ដែលបងចំណាំហៅថាតាំងពីពណ៌បារាំងអញ្ចឹងកុំភ្លេចចូលរួមទាំងអស់គ្នាបងចាំមើលថាតើនឹងមានអ្វីប្លែកខ្លះពួកអីសវលរបស់លក់ខ្លាំងមែនតើមិនថារបស់ញ៉ាំមិនថាអីទេហើយដើរនេះក៏តាក់ចិត្តជាមួយនឹងសភៅគេដាក់ចំណងជើងតំណងពេកគេថា11គីឡូដើម្បីខ្លាចជាសិស្សជោគជ័យមានណាអូនជូលីគឺថាធ្វើការទិញ2ក្បាលតែម្ដងអ្នកសៀមរាបបើមិនទៅសារពិតជាមិនបានមែនដៃរបស់គាត់មិនធម្មតាទេហើយកាបូបនេះវិញក៏ធ្វើដៃដែរអ្នកទាំងអស់គ្នាតែមើលនៅស្តង់គាត់បានណាឈ្មោះលំអនារីកាបូបស្អាតច្រើន style ច្រើន mode ខ្លាំងមែនតើចុះកាន់ឡើងហ្នឹងប្រងថាទិញមួយទៀតអីតាប៉ុន្តែនឹកឃើញថាទិញទៅហើយទប់ចិត្តទៅបេះដូងខ្លះហើយក្នុងតាំងពីពណ៌ហ្នឹងដែរសម្បីតែចម្លាក់ស្បែកហ្នឹងក៏មានដែរហើយចម្លាក់ស្បែករបស់គាត់គឺថាគាត់ធ្វើទូចដើម្បីតាំងលំអយើងក៏ស្រួលទិញស្រួលដាក់តាមខ្លួនហើយស្រួលយកទៅតាំងទៀតអនុស្សាវរីយ៍ទូចអីហ្នឹងក៏មានដែរខាងនេះវិញគឺជា smooth ceramic ដែលគេធ្វើពីដីឥដ្ឋចឹងណាបងហើយកន្លែងគាត់ណាក៏ដាក់ឲ្យគេ smooth ដែរម្នាក់អាច smooth បានម្ដងភ្លេចទៅចូលរួមទាំងអស់គ្នាណាបងប្អូនហើយបើប្រហុំនេះវិញគឺធ្វើពីអំបោះឆៅគឺថាឡើងទុនល្មើយហើយឡើងតែជាក់ខ្លាំងមែនតើហើយធ្វើដោយដៃ 100% គឺធ្វើនៅស្រុកកន្លែងហើយនេះគឺសម្រាប់ទៀនក្អូបគឺថា handmade ដូចគ្នាអ្នកទាំងអស់គ្នាហើយនេះដៃណែស្រាយើងហ្នឹងបងកុំភ្លេចទៅកន្លែងគាត់គឺគាត់មានឲ្យយើងតេស្តទៀតទាំងសតទាំងគាត់លាយហើយបាទលាយវិញឆ្ងាញ់សម្រាប់កប់សេរីដូចញ៉ាំតែក្រូចឆ្មាអ្នកទាំងអស់គ្នាខ្ញុំសាក់ហើយតែសាក់តែបន្តិចបានណាសាក់ច្រើនពេកอย่าដល់ទេហើយយប់មិញបងប្អូនណាខ្លះបានសាក់ជួយខមមិននៅខាងក្រោមម្នាក់មួយផងចាហើយខ្ញុំនិយាយមែនណាបងប្អូនកុំភ្លេចទៅចូលរួមព្រោះថាការតាំងពីពណ៌ហ្នឹងកុំគិតថាបត់រំទុកទៅមកហើយតាំងពីពណ៌ដែរអត់ទេណាគឺថាខុសគ្នាដែរព្រោះថានេះគឺជាតាំងពីពណ៌បែបបារាំងអញ្ចឹងណាតែក៏មានអាជីវករយើងដែលជាខ្មែរស្នាដៃរបស់ខ្មែរយើងចូលរួមផងដែរមិនថាតែផលិតផលរបស់បារាំងសោះទេហើយចម្លាក់ផ្លែឈើនេះវិញគឺស្អាតខ្លាំងមែនតើព្រោះថាជាស្តង់របស់សាលា Portebro បងប្អូនគាត់ជំនាញខាងម្ហូបអាហារហើយនឹងមានជាច្រើនទៀតនៅខាងសាលាហ្នឹងដើរចុះដើរឡើងរៀងហេវដែរទៅរកទិញនំក្រែបទៅរកទិញស្អីគេទេនេះនេះសាស្អីគេទេឈ្មោះវែងណាខ្ញុំមិនស្គាល់ទេនេះវិញគឺថារសជាតិបែបអឺរ៉ុបពិតហ្មងតែមិនអីទេគួរតែសាកឲ្យដឹងរសជាតិម្ហូបគេម្ដងមែនទេបងតែអ្នកលក់នេះវិញ enjoy សាហាលក់បដាគ្រាន់បដាគ្រាន់តែប្រាប់អ្វីដែលខ្ញុំគួរឲ្យតែសាខ្លាំងមែនតើគឺបងស្រីគឺថាគាត់ចាក់នំអស់រយៈពេល10ឆ្នាំហើយទឹកដៃរបស់គាត់វិញគឺថាមិនធម្មតាទេបងហើយនំកន្លែងគាត់ឆ្ងាញ់អ្នកទាំងអស់គ្នាកុំភ្លេចទៅសាកមើលសម្រាប់ខ្ញុំរសជាតិដូចនំរ៉ូទីហ្នឹងគឺថាឆ្ងាញ់ហ្មងហើយបើអានេះវិញរបៀបអូម៉ាឡេតបើបងអត់ចូលចិត្តអារៀងសាបទេគឺអាចយកអាម៉នុយមុនបាននេះអ្នកចូលចិត្តអូម៉ាឡេតដឹងតែត្រូវហើយគឺញ៉ាំបានឆ្ងាញ់ហើយបើរសជាតិគេវិញខ្ញុំស្រួលប្រៀបធៀបវិញអ្នកទាំងអស់គ្នាគឺដូចនំបែកអញ្ចឹងបើមិនជឿសាកមើលមួយមុខមួយបងណាដែលបានសាកហើយកុំភ្លេចចូលខមមិនក្នុងវីដេអូហ្នឹងម្នាក់មួយមានអីទៀតទៅ3នាក់ទិញ3មុខគ្នាសាកម្នាក់មួយមុខកុំឲ្យចំណែនគ្នារបៀបរ៉ូទីសូកូឡេតនេះគឺថារ៉េតឲ្យ10លើ10សាច់នំគឺទុនល្មើយហ្មងហើយនំនេះដែរគេមានរបៀបញ៉ាំរបស់គេកុំភ្លេចវាយពងមាន់ឲ្យបែកច្វេច្វល់ពេញហ្នឹងទៅមកយើងមូវាចូលគ្នាខ្ចប់ទៅហើយចាំកាត់វាញ៉ាំមិនឆ្ងាញ់ដែរកូនបងវិញគឺថាបាយកកទៅមកពីផ្ទះហើយមិញសោះធ្វើដូចឃ្លានណាស់ណានឹងថាដាក់យកមួយចានអស់ហើយម៉ាក់នេះក៏ទ្រាំបានអូយម៉ាក់ភ្លក់ម៉ាត់មើលកូនឆ្ងាញ់មានអីឆ្ងាញ់របស់គេហើយភ្ញៀវបរទេសដែលបានមកចូលរួមគឺថាឈៀលសាហាវអ្នកនរគ្នាគឺថាគាត់ដើររាំរហូតមកកៅមួយស្រាម្ដងមានអីទៀតអ្នកលក់ក៏រាំអ្នកទិញក៏រាំ stress អីយប់ហ្នឹងគឺថាយក stress ទៅបោះចោលនៅមាត់ស្ទឹងទៅតែយើងមិនចេះរាំយើងទៅឈរមើលគេហ្នឹងក៏បាត់ stress ដែរនិយាយមែនចេះរាំអីលោតដូចហាត់ប្រាណដូចបងស្រីនេះទៅត្រូវនេះឃើញគេលោតយើងលោតគេហើយ DJ នៅលើឆាកនេះគេថាក៏មិនណយដែរអញ្ចឹងមិនមែនតែចាក់ទៅបត់អឺរ៉ុបអីណាពីក្បាលប្រឡប់ហ្នឹងគឺថាដៃណែបត់បុរាណយើងហ្នឹងក៏ត្រឹមរាំវងអីហ្នឹងគឺថាមានអានេះគេថាចាប់ផ្ដើមម៉ោង8 9ហើយវារៀងរេទៅណាគេចាប់ផ្ដើមវាយឡើងរីមិចអីអញ្ចឹងទៅខ្ញុំអត់ប្រាប់ឲ្យអស់ទេទុកបងទៅមើលខ្លួនឯងខ្លះអរគុណច្រើនជម្រាបលាបាយបាយ